ថៃបង្ហោះផ្កាយរណបដោយជោគជ័យក្រោមសហប្រតិបត្តិការជាមួយជប៉ុនប្រទេសថៃបានបោះជំហានទៅមុខយ៉ាងសំខាន់មួយទៀតក្នុងវិស័យបច្ចេកវិទ្យាអវកាសបន្ទាប់ពីបានបង្ហោះផ្កាយរណបរបស់ខ្លួនបានសម្រេចជាស្ថាពរជោគជ័យនេះកើតឡើងដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យារបស់ថៃនិងដៃគូបច្ចេកវិទ្យាឈានមុខគេពីប្រទេសជប៉ុនគោលបំណងសំខាន់នៃបេសកកម្មផ្កាយរណបនេះត្រូវបានបង្កើតក្នុងគោលដៅបម្រើដល់ផលប្រយោជន៍លើវិស័យសំខាន់ជាច្រើនរួមមានការតាមដានបរិស្ថានពិនិត្យមើលស្ថានភាពព្រៃឈើបញ្ហាទឹកជំនន់និងគ្រោះរាំងស្ងួតកសិកម្មឆ្លាតវៃដល់ទិន្នន័យជាក់លាក់ដល់កសិករដើម្បីទិន្នផលនិងគ្រប់គ្រងដីកសិកម្មសន្តិសុខជាតិពង្រឹងសមត្ថភាពក្នុងការឃ្លាំមើលព្រំដែននិងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិទួលនីតិរបស់ជប៉ុនក្នុងគម្រោងនេះប្រទេសជប៉ុនមិនត្រឹមតែផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹងបង្កើតអ្នកវិទ្យាសាស្ត្រនិងវិស្វករថៃឲ្យមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងប្រព័ន្ធផ្កាយរណបបច្ចេកវិទ្យាទំនើបការប្រើប្រាស់រ៉ុកែតជប៉ុនសម្រាប់ដឹកជញ្ជូនផ្កាយរណបទៅកាន់តារាវិថីប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវខ្ពស់បំផុតសារៈសំខាន់សម្រាប់តំបន់អាស៊ានការសម្រេចបាននូវសមិទ្ធផលនេះបានធ្វើឲ្យថៃក្លាយជាប្រទេសក្នុងចំណោមប្រទេសឈានមុខគេក្នុងអាស៊ានដែលមានសមត្ថភាពប្រើប្រាស់ទិន្នន័យអវកាសដោយខ្លួនឯងវាក៏ជាការបើកផ្លូវឲ្យមានការវិនិយោគកាន់តែច្រើនក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ High Tech Industry ក្នុងតំបន់ដូច្នេះយើងអាចសន្និដ្ឋានបានថាជោគជ័យនៃផ្កាយរណបថៃជប៉ុនគឺជាសក្ខីភាពចំណងមិត្តភាពនិងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់មហិមាដល់សេដ្ឋកិច្ចនិងសង្គមជាតិថៃនាពេលអនាគតនោះវីវហើយត្រាំដំឡើងពន្ធយួន 40% ដោយបន្លំទំនិញចិនចូលអាមេរិកចាប់បានទំនិញដែលជាផលិតផលរបស់ចិនពាក់យីហោរបស់យួននិងចូលអាមេរិកបណ្ដាលឲ្យលោកដូណាល់ត្រាំដំឡើងពន្ធទំនិញយួនរហូតដល់ 40% លោកតូឡាំប្រធានាធិបតីវៀតណាមនឹងទៅអាមេរិកនៅថ្ងៃទី16កុម្ភៈឆ្នាំ2026នេះដោយព្យាយាមសូមជួបលោកដូណាល់ត្រាំផ្ទាល់ជាលក្ខណៈដោយឡែកពីក្រុមប្រឹក្សាសន្តិភាពថ្ងៃទី19កុម្ភៈឆ្នាំ2026បើលោកដូណាល់ត្រាំយល់ព្រមបញ្ចុះពន្ធនោះយួននឹងទិញយន្តហោះ Boeing ពីអាមេរិកចំនួន200គ្រឿងនិងទិញស្រូវសាលីព្រមទាំងផលិតផលកសិកម្មពីកសិករអាមេរិកនាំចូលមកកាន់ប្រទេសវៀតណាមផងដែរយោធារបស់ចៅថៃបានចោទមកភាគីកម្ពុជាទៀតហើយយោធារបស់ថៃបានចោទប្រកាន់ខាងភាគីកម្ពុជាថានៅវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី15ខែកុម្ភៈឆ្នាំ2026យប់មិញនេះថាទាហានរបស់កម្ពុជាបានបាញ់អាវុធធុនតូច 4 ទៅ 5 គ្រាប់ទៅលើភាគីថៃនិងធ្វើទុកបុកម្នេញកងទ័ពថៃនៅតំបន់ប្រាសាទខ្នាកម្ពុជាឯណាទៅថោកទាបដោយសៀមកម្ពុជាចង់បានតែសន្តិភាពមិនចង់បានសង្គ្រាមដូចចៅសៀមនោះទេដែលខិតខំរិះរងល្បិចទាំងជន់មានផងដាក់ទូកុងតឺន័រផងរាយបន្លាលួសផងដើម្បីតែញុះឲ្យកម្ពុជាធ្វើសង្គ្រាមជាមួយខ្លួនលែងជាខេត្តដែលគេទៅហួសមកហួសទៀតអីបាទពេលនេះខេត្តកំពង់ធំលេចរូបរាងគម្រោងសួនកំសាន្តក៏ដូចជាតំបន់ទេសចរផ្សេងនៅខេត្តកំពង់ធំគម្រោងកែលម្អសួនស្ទឹងសែនបាទលេចរូបរាងបណ្ដាហើយបាទនេះហើយគឺជាការសម្រេចចិត្តនិងការធ្វើចេញពីបេះដូងរបស់អភិបាលខេត្តកំពង់ធំបាទអាដាមនួនផារ៉ាត់ដែលជាអភិបាលនៃគណៈអភិបាលនៃខេត្តកំពង់ធំបាទបានស្វាស្វែងបាទដុតដៃដុតជើងធ្វើឥតឈប់ឈរទេបាទទាំងគៀងកវិនិយោគិនមកបង្កើតរោងចក្រនៅខេត្តកំពង់ធំដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើក៏ដូចជាបង្កើតសភនភាពកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងដើម្បីឲ្យខេត្តកំពង់ធំកាន់តែរីកលូតលាស់ទៅមុខតួយ៉ាងបាទដាក់អំពូលសូឡាតាមផ្លូវជាតិទូទាំងខេត្តកំពង់ធំផងដែរឲ្យខេត្តកំពង់ធំកាន់តែល្អកាន់តែមានសក្តានុពលដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចមកបាទដើរទេសចរក្នុងខេត្តកំពង់ធំនេះបាននេះហើយគឺជាឆន្ទៈរបស់អភិបាលនៃខេត្តកំពង់ធំឲ្យតែសម្រេចចិត្តក្នុងការធ្វើហើយធ្វើឲ្យអស់ពីចិត្តធ្វើចេញពីបេះដូងដោយអាដាមនួនផារ៉ាត់ខ្ញុំជឿជាក់ថាគម្រោងនេះនឹងអាចធ្វើបានដោយអាដាមនួនផារ៉ាត់លោកបានបាទអភិវឌ្ឍទីតាំងផ្សេងនៅសួនស្ទឹងសែនក៏ដូចជាបាទតំបន់ប្រាសាទផ្សេងដើម្បីឲ្យភ្ញៀវទេសចរបាទអាចដើរទេសចរបានច្រើនទីតាំងផងដែរបាទអញ្ចឹងទៅមុខទៅខេត្តកំពង់ធំនឹងមានសក្តានុពលខ្លាំងមែនទែនសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាបង្កើតការងារនិងជួយឲ្យប្រជាជននៅខេត្តកំពង់ធំមានសេដ្ឋកិច្ចកាន់តែល្អផងដែរបាទអរគុណច្រើនបងប្អូនមានគំនិតមតិយ៉ាងណាអាចខមមិនក៏ដូចចែករំលែកវីដេអូនេះ